មេរៀនជីវិតអំពីជាងស្មូនតើអ្នកធ្លាប់ព្យាយាមធ្វើអ្វីមួយឲ្យល្អឥតខ្ចោះតែវាកាន់តែបរាជ័យទេរឿងនេះនឹងបង្ហាញអ្នកថាហេតុអ្វីការតាមរកភាពល្អឥតខ្ចោះអាចធ្វើឲ្យយើងបាត់បង់ភាពជោគជ័យតោះខ្ញុំនឹងលើកយករឿងមួយមកបង្ហាញឲ្យអ្នកទាំងអស់គ្នាដើម្បីជាគំនិតស្វែងយល់ទាំងអស់គ្នាកាលពីព្រៃនាយនៅក្នុងភូមិតូចមួយមានជាងឈ្មោលដ៏ជំនាញម្នាក់ឈ្មោះសុវណ្ណគ្រឿងស្មូនដែលនាងធ្វើតែងតែមានភាពល្អស្រស់ស្អាតនិងភាពល្អិតល្អន់ណាស់ដល់ថ្នាក់មនុស្សនៅក្នុងភូមិគ្រប់គ្នាសរសើរតែថ្មីនេះសុវណ្ណចាប់ផ្ដើមមានអារម្មណ៍ថប់បារម្ភពីការងាររបស់នាងរាល់ពេលដែលសុវណ្ណអង្គុយនៅកង់បំពល់ដីឥដ្ឋនាងតែងតែគិតអំពីការបង្កើតឆ្នាំងដ៏ល្អឥតខ្ចោះនាងស្រមៃអំពីរូបរាងផ្ទៃខាងក្រៅនិងពណ៌រលោងរបស់វាហើយដោតទៅលើលទ្ធផលចុងក្រោយប៉ុន្តែចម្លែកណាស់កាន់តែចង់អារម្មណ៍នាងធ្វើឲ្យមានកំហុសកាន់តែច្រើនដៃរបស់នាងចាប់ផ្ដើមញ័រដីឥដ្ឋក៏រេរាហើយភាពធុញថប់ក៏ចូលមកក្នុងចិត្តរបស់នាងចាប់ផ្ដើមបន្តខ្លួនឯងឲ្យសង្ស័យថាប្រហែលជានាងមិនពូកែដូចដែលគេគិតទេថ្ងៃមួយសុវណ្ណអង្គុយតែម្នាក់ឯងនៅតាមមាត់ព្រែកដោយមានអារម្មណ៍អស់សង្ឃឹមខ្យល់បក់ប៉ះស្លឹកឈើយ៉ាងរវិចរវិចពេលនោះក៏មានស្ត្រីចំណាស់ម្នាក់ឈ្មោះយាយរ៉េនបានដើរមកជិតនាងយាយរ៉េនត្រូវបានគេស្គាល់ថាជាជាងតម្បាញដ៏ជំនាញម្នាក់នៅក្នុងភូមិយាយរ៉េនបានអង្គុយក្បែរសុវណ្ណហើយសួរយ៉ាងទន់ភ្លន់ថាមានរឿងអ្វីធ្វើឲ្យចៅពិបាកចិត្តដែរសុវណ្ណដកដង្ហើមធំហើយនិយាយថាខ្ញុំចង់ឲ្យគ្រឿងស្មូនរបស់ខ្ញុំល្អឥតខ្ចោះប៉ុន្តែកាន់តែផ្ដោតទៅលើលទ្ធផលខ្ញុំកាន់តែបរាជ័យឥឡូវនេះខ្ញុំចាប់ផ្ដើមសង្ស័យថាខ្ញុំពិតជាពូកែខាងនេះមែនឬអត់តើលោកយាយអាចជួយណែនាំខ្ញុំបានដែរទេយាយរ៉េនញញឹមហើយនិយាយថាចៅដឹងទេកាលពីយាយនៅក្មេងយាយក៏ធ្លាប់គិតដូចចៅដែរយាយចង់ត្បាញសំពត់ឲ្យល្អឥតខ្ចោះសរសៃអំបោះនីមួយៗត្រូវតែត្រឹមត្រូវនិងក្បាច់ត្រូវតែល្អឥតខ្ចោះប៉ុន្តែមិនដឹងថាយាយខំប្រឹងយ៉ាងណាក៏នៅតែមានកំហុសតិចតួចជានិច្ចសុវណ្ណក៏បន្តសួរថាហើយលោកយាយបានធ្វើដូចម្តេចទៅយាយរ៉េតឆ្លើយថាយាយបានចុះផ្ដោតទៅលើលទ្ធផលផ្ទុយទៅវិញគឺយាយចាប់ផ្ដើមរីករាយជាមួយនឹងដំណើរការនៃការត្បាញហើយរីករាយនឹងការប៉ះសរសៃអំបោះចង្វាក់នៃដៃនៅពេលវេលានីមួយៗពេលនោះសំពត់ដែលយាយត្បាញក៏ចាប់ផ្ដើមស្អាតឡើងដោយខ្លួនឯងភាពស្រស់ស្អាតមិនមែនមកពីការចង់បានភាពល្អឥតខ្ចោះនោះទេប៉ុន្តែមកពីសេចក្តីស្រឡាញ់ចំពោះការងារដែលយើងកំពុងនឹងធ្វើសុវណ្ណស្ដាប់ដោយយកចិត្តទុកដាក់ហើយអារម្មណ៍បារម្ភរបស់នាងក៏ចាប់ផ្ដើមធូរស្រាលនាងឆ្លើយថាមានន័យថាខ្ញុំគួរតែផ្ដោតទៅលើដំណើរការមិនមែនលទ្ធផលទេមែនឬអត់លោកយាយលោកយាយរ៉េតញញឹមហើយនិយាយថាត្រឹមត្រូវបើចៅផ្ដោតខ្លាំងពេកទៅលើលទ្ធផលចៅនឹងបាត់បង់សេចក្តីរីករាយនៃការបង្កើតបើចៅស្រឡាញ់ដំណើរការឬខិតខំព្យាយាមនៅពេលដែលកំពុងធ្វើនោះលទ្ធផលនឹងល្អបង្កើតឡើងដោយខ្លួនឯងហើយបន្ទាប់សុវណ្ណត្រឡប់ទៅរោងជាងរបស់នាងវិញដោយមានគំនិតថ្មីលើកនេះនាងមិនខ្វល់ខ្វាយអំពីលទ្ធផលទៀតទេ
នាងគ្រាន់តែរីករាយនិងព្យាយាមខិតខំធ្វើការដោយការប៉ះដោយឥដ្ឋនិងបង្កើតរូបរាងរបស់វាជាការភ្ញាក់ផ្អើលស្នាដៃរបស់នាងកាន់តែស្អាតនិងល្អប្រសើរជាងមុនសូមកុំផ្ដោតទៅលើភាពល្អឥតខ្ចោះឬលទ្ធផលចុងក្រោយពេកសូមរីករាយនឹងដំណើរការនៃការធ្វើការងារនៅពេលដែលយើងធ្វើអ្វីមួយដោយសេចក្តីស្រឡាញ់ការយកចិត្តទុកដាក់លទ្ធផលល្អនឹងកើតឡើងដោយធម្មជាតិ